នៅប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិចំណីអាហារដែលបណ្ដាលឲ្យកើតរោគមិថុនាថ្ងៃនេះរដ្ឋលេខាធិការទទួលបន្ទុកព្រំដែនប្រកាសបន្ថែមទៀតថាប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាសូមជម្រាបថាខ្ញុំបានឃើញនៅបទសម្ភាសន៍ដែលគេរៀបចំឡើងរឿងបន្ទាត់ព្រំដែននៅជាប់នឹងប្រាសាទតាមាន់ណាត្រង់នេះខ្ញុំសូមជម្រាបថាជាការបង្ហាញមតិបច្ចេកទេសមួយដែលធ្វើឡើងដោយលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាអ្វីដែលធ្វើនឹងល្អហើយអ្វីដែលខ្ញុំចង់ឃើញរដ្ឋាភិបាលជាពិសេសរដ្ឋលេខាធិការដ្ឋានទទួលកិច្ចការព្រំដែនធ្វើគឺបង្ហាញអំពីខ្លឹមសារនៃអនុសញ្ញាអន្តរជាតិបារាំងសៀម1904បង្ហាញនិយាយដដែលជាសាវតាដើម្បីឲ្យកូនខ្មែរបានចេះដឹងបង្ហាញអំពីខ្លឹមសារនៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដដែលដើម្បីឲ្យកូនខ្មែរបានចេះដឹងនិងបង្ហាញអំពីបង្គោលព្រំដែនទាំង74នៃបន្ទាត់ព្រំដែនកម្ពុជាថៃឡង់តាមរយៈ PV process verbal ដែលជាកំណត់ហេតុរបស់គណៈកម្មាធិការបោះបង្គោលព្រំដែនបារាំងសៀមបង្ហាញបន្តបង្ហាញដដែលឲ្យប្រជាជននិងកូនខ្មែរបានដឹងអ្វីដែលធ្វើគឺល្អខ្ញុំក៏បានមើលកម្មវិធីនឹងដែរត្រង់នេះជាចំណុចដែលខ្ញុំពេញចិត្តហើយចង់ឃើញរឿងបូមខ្សាច់ចប់ទៅហើយបើបងប្អូនណាមិនទាន់ចប់ឡើងទៅភ្នំពេញសមត្ថកិច្ចនិងរាជការទទួលដោះស្រាយឡើងទៅភ្នំពេញទៅឬក៏ឡើងទៅខេត្តឬក៏ដាក់លិខិតទៅក្រសួងធម្មពលទៅពីព្រោះអ្វីដែលចៅយកមកសួរនេះចៅអត់ដឹងរឿងគេមកពីអត់ដឹងរឿងហើយជឿតាមការដែលគេឃោសនាអត់ចប់ហើយយករឿងហ្នឹងមកឲ្យតានិយាយរួចហើយ2ដងតាឈប់និយាយហើយបើមានការអីឡើងទៅរាជការនៅភ្នំពេញម្ចាស់ខ្លួនដែលដៃបាក់ហ្នឹងក៏ឡើងទៅបើរាជការក្រសួងធម្មពលពន្យល់តាមត្រូវហើយបើវានៅមានការខ្វះចន្លោះនឹងឡើងទៅខ្លួនឯងរាជការទទួលអូខេហើយចៅឯងបើចង់ដឹងរឿងហ្នឹងទៅមើលបទសម្ភាសអត្ថាធិប្បាយដែលគេមិនកាត់តឲ្យយល់ដឹងខ្លួនឯងកុំមកសួរតាមរបៀបល្ងីល្ងើពីព្រោះគេមានបកស្រាយដែលតាស្ដាប់ការបកស្រាយហ្នឹងឃើញថាត្រឹមត្រូវហើយណាកូនណាអ្វីដែលជាបទល្មើសរបស់អ្នកបូមខ្សាច់ត្រូវចងក្រងសំណុំរឿងចាន់ចៅតើណេតូជួយយូក្រែនឬអាមេរិកជួយយូក្រែនរឿងនេះទុកឲ្យសង្គ្រាមគេដោះស្រាយទៅកូនណាសង្គ្រាម75ឆ្នាំហើយបើចៅមិនដឹងក៏បន្តមិនដឹងតទៅទៀតទៅពីព្រោះវាគេវាយគ្នា5ឆ្នាំហើយគ្រាន់តែរបួសនឹងស្លាប់រុស្ស៊ីរបួសនឹងស្លាប់160,000នាក់ខ្ញុំទោស1,600,000នាក់ចៅឯងអត់ដឹងអញ្ចឹងបន្តអត់ដឹងទៀតទៅពីព្រោះរឿងនេះវា5ឆ្នាំហើយវាគួរណាស់តែដឹងបើយើងមិនដឹងមានន័យថាយើងគួរណាស់មិនដឹងរហូតទៅគេច្បាំងគ្នា5ឆ្នាំហើយណាផានិតនៅពេលចង់ឲ្យអ្នកសួរនឹងយល់និយាយមួយអូខេបើចៅមិនពេញចិត្តតាអាចដេញចៅចាញ់បានហើយបបោះឲ្យចៅទៅមើលខ្សែគេកាត់តព្រមទេផានិតព្រោះចង់ឲ្យអ្នកសួរនឹងគ្នាបានយល់ណារៀងរាល់ពេលតាធ្វើ show កាលណាកំ pl ុកកំ pl ែងតាយកចិត្តទុកដាក់អ្នកស្ដាប់
ឲ្យអ្នកស្ដាប់បានយល់ដូចឆ្លើយទៅនឹងរឿងបងខ្សាច់អញ្ចឹងណាវាកើតមកសំណួរចៅសួរនេះវាជាសម្រាមអន់ជាងអាចទៀតយកទៅធ្វើស្អីក៏បានដែរអញ្ចឹងអត់ឆ្លើយឃើញទេអត់ឆ្លើយណារីតាពន្យល់អំពីការនាំកង្កែបចេញពីអណ្ដូងផងអត់មានទេសំណួរហ្នឹងសួរអ្នកសួរក៏អត់ចេះដែរណាអ្នកសួរហ្នឹងអត់ដឹងថាសួរពីអីផងតាយល់ចៅឯងសួរហ្នឹងប៉ុន្តែចៅឯងរៀបសំណួរឲ្យត្រឹមត្រូវទៅបើចៅឯងនិយាយអញ្ចឹងមានន័យចៅឯងអត់ចង់ចេះចង់ដឹងទេណាណារីតាចៅល្ងងណាហើយខំប្រឹងតាក់តែងសំណួររបៀបអ្នកចេះនៅពេលខ្លួនឯងល្ងងដែរយល់ទេកូនតាក់តែងសំណួរឲ្យត្រឹមត្រូវមកតាឆ្លើយជូនប្រេមការស្លៀកពាក់សម្លៀកបំពាក់ដដែលអត់មានខុសទេតែកុំភ្លេចបោកវាឲ្យស្អាតតាស្លៀកពាក់ថ្ងៃនេះតាកំពុងតែពាក់អាវយកអាខាងខុសចេញមកក្រៅឃើញខាងខុសចេញមកក្រៅអាវដដែលកាលពីចំនួនស័យអនុប្រាសាទតំនទុំតំនតូចតាកបីនេះល្បីឬទេសម្បូរអ្នកស្គាល់ទេព្រោះខ្ញុំមិនសូវដែរឮចាស់និយាយសោះអត់ទេតំបន់អស់នឹងព្រៃក្រាស់ហើយទេសចរទៅកាន់ប្រាសាទនៅតាមព្រំដែនគ្មានទេសូម្បីតែប្រាសាទព្រះវិហារក៏អត់មានដែរពីព្រោះផ្លូវឡើងលំបាកអញ្ចឹងប្រាសាទនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់សូម្បីតែខ្ញុំនៅបាត់ដំបងអត់ទាំងស្គាល់ផងខ្ញុំនៅបាត់ដំបងណាមិថុនាខ្ញុំស្គាល់ប្រាសាទឯកភ្នំមានអ្នកទៅខ្លះប្រាសាទតាប៉ុនអ្នកទៅតិចណាស់ប្រាសាទតាប៉ុនទៅតិចណាស់ប្រាសាទស្នឹងអត់មានអ្នកណាឈប់កំសាន្តទេព្រោះជាប់នឹងថ្នល់តែគេស្គាល់ប្រាសាទស្នឹងប្រាសាទភ្នំបាណន់មានអ្នកទៅប្រាសាទបន្ទាយឆ្មាមានអ្នកទៅរីឯប្រាសាទដតីទៀតដូចជាអត់មានអ្នកណាទៅទេនឹងនៅបាត់ដំបងរីឯខេត្តដតីទៀតខ្ញុំអត់បានទៅខ្ញុំអត់ដឹងទេណាអូខេលៃប្រទេសខ្មែរពិតជារញ៉ៃណាស់តើលោកតាប្រទេសខ្មែរមិនរញ៉ៃណាស់អីទេប្រទេសខ្មែរត្រូវការរៀបចំសណ្ដាប់ធ្នាប់សង្គមដែលចាប់ផ្ដើមពីការធ្វើម៉េចឲ្យកូនខ្មែររៀនសូត្រចេះដឹងនឹងអញ្ចឹងរដ្ឋាផុនធ្វើដោយម្ដេចដើម្បីคล้ายទៅជារៀនរដ្ឋារៀនពាណិជ្ជកម្មណាដើម្បីលើកទឹកចិត្តកងទ័ពរបស់ខ្លួនឲ្យចូលរួមសង្គ្រាមជាមួយប្រទេសសម្ព័ន្ធមិត្តតើមេដឹកនាំបានប្រើមនោគមវិជ្ជាអ្វីខ្លះដើម្បីទទួលបានជោគជ័យក្នុងអំឡុងសង្គ្រាមលោកសំណួរនេះដូចជាអ្នកសួរខុសទៅដឹងទេសង្គ្រាមលោកគឺជាផ្នែកសន្តិសុខជាតិដែលប្រទេសនីមួយចូលតាមក្រមរៀងខ្លួនការពារមិនមែនលើកទឹកចិត្តទេណាកូនណាសំណួរនេះខុសទេបាត់ដំបងគួរតែអភិវឌ្ឍឲ្យคล้ายជាខេត្តទេសចរទេខេត្តទាំងអស់ត្រូវតែខំអភិវឌ្ឍឲ្យคล้ายទៅជាខេត្តទេសចរទាំងអស់ណាលោកតាឈប់សួរតែរឿងម៉ោងអូខេបើចៅឯងមកសួរតែរឿងម៉ោងហ្នឹងចៅឯងគួរណាស់ទៅដើរលេងទៅសប្បាយចិត្តវាអត់មានទឹកក្បាលអីចៅឯងសោះបើមើលឃើញភ្លឺក៏ភ្លឺទៅតែមកស្ដាប់ show តាហ្នឹងគឺយកព័ត៌មានយកការចេះដឹងអាហ្នឹងបានល្អកូនខ្មែរនិងកូនយួនមួយណាឆ្លាតជាងឆ្លាតទាំងពីរឲ្យតែកូននឹងវារៀនតែបើចៅឯងអត់រៀនចៅឯងអត់ឆ្លាតទេយកព្រីមៀមចេកបើចង់ធ្វើដំណើរក្រៅប្រទេសត្រូវចាប់ផ្ដើមត្រៀមអ្វីខ្លះលុយចំណេះដឹងប៉ុណ្ណឹងខ្ញុំទៅចប់បាក់ឌុបហើយខ្ញុំចង់រៀនពេទ្យសត្វធ្វើកន្លែងចិញ្ចឹមសត្វគោមន់ទេមិនដែរល្អបងល្អយន់សុភឿនល្អ IDS ហេតុអ្វីបានជាតម្លៃមាសចុះថោកកុំសួរតាអត់តេតងរឿងហ្នឹងទេកុំសួររឿងមាសមួយកុំសួរតាអត់ដឹងអត់ឮណៃបលតើវិស័យរ៉ែនិងប្រេងកាតនៅកម្ពុជានៅថ្ងៃមុខអាចរីកចម្រើនទេគេអត់សួរអញ្ចឹងទេចៅវិស័យរ៉ែភពកសាស្ត្រវាទៅតាមធនធានដែលប្រទេសមានគេអត់ដែរសួរអញ្ចឹងទេសួរនឹងសួរខុសឧទាហរណ៍ប្រទេសជប៉ុនវាអត់ស្អាតមានរ៉ែឲ្យវាទៅចម្រើនជឿនលឿនហ្មងវាត្រូវនាំរ៉ែចូលពីបរទេសអញ្ចឹងគេអត់ប្រើពាក្យហ្នឹងទេសួរនឹងសួរខុសណាកូនណាបាទដូចជាចៅមួយដែលសួរតែស្គាល់លោកឆាយអត់ហ្នឹងជាសម្ដីដែលអត់បានប្រយោជន៍បើសួរច្រើនតែអញ្ចឹងពីព្រោះវាអត់ប្រយោជន៍យករឿងសម្រាមមកសួរវាមិនដែលមានអាណាទៅស្គាល់គេគ្រប់កន្លែងទេអូខេអញ្ចឹងឈប់ខាតពេលទៅហើយ account ដាក់ឈ្មោះខ្មែរឬអង់គ្លេសទៅស្រួលអានអូខេ
bà mau ta so chánh đinh chánh bỏ chạy so chánh đó cái đây đó con đây ok sub ph con proper bán riêng techno chất một năm hai lò không riêng nè lò này is that making website making profit no zero ការនាំចូល brand បរទេសល្បីៗរបស់ Jeep ម៉ុងអាចជួយឲ្យប្រទេសរីកចម្រើនទេវរៈទៅចម្លើយចេះទេការនាំចូល brand របស់ក្រុមហ៊ុនខ្មែរគឺបំពេញសេចក្តីត្រូវការរបស់អ្នកទិញគេមិនដែលនាំចូលផលិតផលដែលវាទៅជាសេចក្តីចម្រើនរបស់ប្រទេសទេរឿងនាំចូល brand នេះ Nagavel គេនាំចូលយូរហើយទៅមើលទៅជាពិសេស Anaga ទី2នេះនៅក្រោមដីគេនាំចូលអ្នកដែលនាំផលិតផលបរទេសចូលគឺបំពេញតម្រូវការទីផ្សារមិនមែនសម្រាប់ធ្វើឲ្យស្រុកចម្រើនទេគឺជាមុខរបររបស់អាជីវករអូខេជាមុខរបរអាជីវករជាមុខរបរអាជីវករហើយកូនណាហ្នឹងអញ្ចឹងលោកតាខ្ញុំឃើញអ្នកបើកបរឡានបញ្ច្រាស់នៅផ្លូវលបឿនលឿនភ្នំពេញកំពង់សោមខ្ញុំស្រមៃមិនចាញ់ទេពេលណាយើងអាចរីកចម្រើនខ្ញុំក៏ឃើញដែរគ្រោះថ្នាក់ខ្លាំងណាស់គ្រោះថ្នាក់ទាំងអ្នកបើកទាំងអ្នកដែលត្រូវគេបោកសំណួរដូចចៅហុយហងជាសំណួរអត់ប្រយោជន៍ជាសម្រាមកែទៅណាចៅណាសួរអីឲ្យមានប្រយោជន៍កុំយកសម្រាមមកសួរតាណាចៅណាតាមវធ្វើយ៉ាងណាបានស្រុកខ្មែរអាចតាក់ទាញអ្នកវិនិយោគរាជការដឹងពីរបៀបធ្វើហើយខំប្រឹងធ្វើរាល់ថ្ងៃតែរាជការមិនអាចនាំក្រុមហ៊ុន Apple ចូលស្រុកខ្មែរទេពីព្រោះធនធានមនុស្សស្រុកខ្មែរអត់អាចបំពាក់ក្រុមហ៊ុន Apple បានក៏គេមិនអាចយកក្រុមហ៊ុន Boeing ឬ Airbus ចូលដែរព្រោះវាអត់បំពាក់កើតមូលហេតុគឺធនធានមនុស្សយើងវានៅខ្សោយណាកូនណា Alex Elkoចៅប្រាប់ថាគ្រូសាខ្វះខាតហើយចៅចង់រៀនអញ្ចឹងនៅពេលចៅប្រឡងបាក់ឌុបជាប់ចៅចាញ់ធ្វើការហើយរៀនពាក់កណ្ដាលពេលចៅចាញ់ប្រឡងជាប់បាក់ឌុបចៅចាញ់ធ្វើការហើយរៀនពេទ្យពាក់កណ្ដាលម៉ោងអូខេសូធាបាទថៃធ្វើរបង800គីឡូម៉ែត្រចប់រួចរាល់មានន័យថាខ្មែរបាត់ដីហើយមែនទេរឿងរបងព្រំដែននេះខ្ញុំនិយាយរួចហើយប្រហែលជា2ថ្ងៃមុនថៃគ្មានលទ្ធភាពធ្វើទេដូច្នេះសំណួរនេះថៃធ្វើមិនបានទេណាអ្នកនិយាយអំពីប៉ែនសវណ្ណនៅមកនិយាយទៀតហើយអត់ស្ដាប់អញ្ចឹងខ្ញុំដេញចេញថ្ងៃក្រោយអត់ឃើញអាណាសួរប៉ែនសវណ្ណដេញក្បាលចេញហ្មងអញប្រាប់ហើយប្រាប់ទៀតថាអញអត់មានត្រូវការនិយាយពីសម្រាប់នឹងទេអញ្ចឹងដេញចេញបងប្អូនឃើញទេឃើញទេមានចៅខ្លះគេថាតាសុភាពអីឥឡូវអញមិនសុភាពទេណាអាចិនមកឡងដេញក្បាលទៅចេញដូចមកអាចុយមកនិយាយប្រាប់វាប្រហែលដងរឿងអាប៉ែនសវណ្ណហ្នឹងសម្រាប់សុទ្ធគេទៅយកមកសួរឥឡូវឃើញទេឃើញទេកូនចៅឃើញទេមានអាមួយទៀតឈ្មោះសេងលីអាហ្នឹងចេញមកល្ងើតតែរហូតអញ្ចឹងដេញវាចេញដេញចាញ់ពីរឃើញទេបងប្អូនឃើញទេជីវ៉ុនណាឃើញដេញចាញ់ទេឃើញនៅណាបងប្អូនឃើញទេខ្ញុំខំប្រឹងយកចិត្តទុកដាក់អ្នកដែលគេចង់ដឹងចង់ចេះឃើញនៅណាប៉ានិតនេះមួយឃើញនៅអូខេត្រឡប់ថយក្រោយអូខេអាហ្នឹងហើយដែលថាតាសុភាពនោះអូខេឃើញទេតែយើងរៀនបែបណាទើបអាចចេះពិតប្រាកដខំរៀនអានសភៅដែលគេបោះពុំមកហ្នឹងឲ្យបានច្រើនណាកាយហ្វុងចំណេះដឹងបើចៅរៀនបានខ្ពង់ខ្ពស់ការមានប្រពន្ធណាក៏បានដែរណាកាយហ្វុងចំណេះដឹងណាកូនណា Campus Visa យល់យ៉ាងណាចំពោះវិស័យទេសចរនៅខេត្តសៀមរាបបច្ចុប្បន្នកំពុងតែស្ងប់ស្ងាត់ទេសចរយើងកំពុងតែស្ងប់ស្ងាត់ខ្ញុំក៏ចេះតែគិតរឿងហ្នឹងហើយកំពុងតែប្រមូលយកព័ត៌មានដើម្បីយកមកធ្វើ show វាយន្តហោះយើងទាំងនៅភ្នំពេញក៏ស្ងាត់ដែរម៉ាឡេឌៀននៅវគ្គមុននិយាយរឿងសង្គមគិច្ចនៅម៉ាឡេស៊ីពិតជាត្រូវ
ភរិយាខ្ញុំពេលឆ្លងទន្លេគ្រូពេទ្យមកពិនិត្យសុខភាពម្ដាយកូនដល់ផ្ទះមួយទៀតកូនប្អូនខ្ញុំស្នើសុខកម្ចីពីរដ្ឋរៀនដល់ Ireland បាទអាសេវាកម្មនឹងហើយដែលធ្វើឲ្យប្រទេសហ្នឹងគេសម្គាល់ថាប្រទេសហ្នឹងវាអភិវឌ្ឍឬទេឧទាហរណ៍ដូចនៅកម្ពុជាគេធ្វើសសបគឺជាសេវាកម្មសង្គមគិច្ចដែលចង់តាក់តែងរៀបចំឲ្យប្រទេសហើយដូចឧទាហរណ៍គេធ្វើផ្ទះជួលផ្ទាល់ខ្លួនអាហ្នឹងសេវាកម្មសង្គមគិច្ចហើយនឹងសតិការរៀបចំបើគេរៀបចំបានរលូនអាហ្នឹងហើយគេចាត់ទុកថាប្រទេសយើងមានដំណើរការអភិវឌ្ឍទៅមុខណាហ្នឹងចឹងបសសអរគុណកុលខាត់លិតខ្ញុំជាមនុស្សមួយដែលអត់ដែលប្រើ quotation របស់អ្នកប្រាជ្ញតែមួយចំនួនតូចទេហើយការប្រើ quotation របស់អ្នកប្រាជ្ញឬអ្នកនយោបាយមិនមែនដោយសារ favorite ទេចឹងគឺដោយសារស្ដាប់ទៅសមហេតុផលក៏យកមកប្រើតែប៉ុណ្្នឹងឯណាចឹងណាវាមានហេតុផលយកមកប្រើតែឲ្យវាคล้ายទៅជា favorite quote អត់ទេខ្ញុំអត់ចាត់ទុកថាជា favorite quote ទេ Elizabeth ឲ្យទៅចៅអំពីជំនាញដែលពេញតម្រូវការណាមួយដែលចៅក៏ដូចជាសិស្សដទៃជ្រើសរើសគឺជំនាញចំណេះវិជ្ជាគឺតកតងនឹង STEM តកតងវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតសាស្ត្រនឹងគឺបានអនាគតរៀនឲ្យស្ទាត់ឲ្យចេះត្រឹមត្រូវគឺមានអនាគតការងាររុស្ស៊ីនៅតែមានលទ្ធភាពនាំប្រេងចេញបានទេកាត់បន្ថយច្រើនហើយរុស្ស៊ីកំពុងតែទិញប្រេងឥន្ធនៈពីឥណ្ឌាវិញពីព្រោះរោងចក្រចម្រាញ់ប្រេងនៅរុស្ស៊ីត្រូវយូក្រែនវាយខ្ទេចខ្ទីច្រើនណាស់ប៉ុងមីផាណានិស្សិតនាយទាហានខ្មែរដែលសិក្សាក្រៅប្រទេសមានប្រយោជន៍អ្វីខ្លះដល់ប្រទេសយើងចម្លើយស្រួលទេចៅតើបើចៅមានលទ្ធភាពទៅសិក្សានៅក្រៅប្រទេសចៅទៅទេចម្លើយគឺនៅត្រង់ហ្នឹងអត់ដូចខ្ញុំនៅអាមេរិកហើយខ្ញុំត្រូវទៅសិក្សានៅកម្ពុជាទេអត់ទៅទេខ្ញុំអត់ទៅទេចុះកូនខ្ញុំឲ្យទៅរៀននៅខ្មែរទេអត់ទេចុះមិនបានកូនខ្មែរខ្លះមករៀននៅអាមេរិកអញ្ចឹងឆ្លើយខ្លួនឯងណាថាណាលោកពូប្រជាជនខ្មែរពេលនិយាយពីរឿងសង្គមច្រើនតែលំអៀងដោយសារគំនុំស្អប់ស្រឡាញ់មិនពឹងផ្អែកលើភាពប្រកបនិយមចំណេះដឹងឡើយពិតហើយជាការពិតហូស៊ីយុកមកពីខ្វះការចេះដឹងទៅងាយជឿណៃបលចៅចង់ដឹងពីរបៀបដែលលោកតាប្រមូលព័ត៌មានរបៀបដែលប្រមូលព័ត៌មានពិតប្រាកដបានទី1តាមានចំណេះដឹងខាងស្រាវជ្រាវទី2តាមាន subscription ទី3តា subscribe AI 3កន្លែងដើម្បីជួយតវ៉ានិងជួយវិភាគតាអញ្ចឹងរឿងអីតាចំណាយពេលច្រើនទាំងពេលវេលានិងលុយកាក់ហ៊ុយហងofficial តាឆ្លើយហើយហ៊ុយហងតំណែងទំនងរវាងបារាំងនិងសម្ដេចសីហនុមូលហេតុអីបានបារាំងជួយសម្ដេចសីហនុមូលហេតុគឺរបស់គេកូនអើយគេអត់ដែលសួរអញ្ចឹងទេអង្គុយសួរអញ្ចឹងក្នុងជីវិតណាចាប់ដើមសួរថាម៉ែមិនក៏បង្កើតខ្ញុំមកមូលហេតុអីចុះម៉ែក៏ថាអញដេកជាមួយពុកឯងតាមពិតមិនត្រូវកើតឯងមកទេហ៊ុយហងតើចាឯងគិតយ៉ាងម៉េចនៅពេលម៉ែនិយាយអញ្ចឹងឬក៏ឲ្យនិយាយថាអញធុញចុយម្ដាយក៏ម៉ែឯងហើមកាលហ្នឹងក៏អត់មានពេទ្យកាយឯងចាញ់បើមានពេទ្យអញកាយឯងចាញ់អញកើតមកអញ្ចឹងពិបាកណាតើហ៊ុយហងគិតយ៉ាងម៉េចហ៊ុយហងគិតយ៉ាងម៉េចហើយហ៊ុយហងធំឡើងតែទៅរៀនទៅអីមានពួកម៉ាក់ហ្នឹងហ៊ុយហងគិតយ៉ាងម៉េចបានមានពួកម៉ាក់មិនបានមានតំណែងតំណងអញ្ចឹងណាហើយយករឿងទាំងអស់ហ្នឹងយកមកគិតស្ដេចសីហនុជាមួយនឹងបារាំងដូចតែគ្នាកូនដូចតែគ្នាហើយក៏គិតដូចចៅឯងមកមើលតាមិនបានចៅឯងមកមើលតាហ្នឹងអញ្ចឹងតាកំប៉ះ campus ព្យាយាមផ្សព្វផ្សាយសៀមរាបតើគួរប្រើដើមចំណុចណាស្ដាប់អត់យល់ផ្សព្វផ្សាយសៀមរាបស្ដាប់អត់យល់ទេកូនស្ដាប់អត់យល់ម៉ារីបរិញ្ញាបត្រគណិតវិទ្យាឬបរិញ្ញាបត្ររូបវិទ្យា4ឆ្នាំអត់ទាន់មានការងារធ្វើទេទាល់តែយក master 6 God Is it true that in the future the competition between US and Russia will become more intense អត់ទេ Russia won't have a chance no Russia is declining power មានន័យថា Russia មិនអាចមកប្រកួតប្រជែងទេ Future competition will be China right now not yet but intense
will be China and America ណារីសុកអូមានអ្នកសួរមួយបងស្មានលោកតាអាចបញ្យល់បានទេចំណុចបេសីកា1ដល់13ចាប់ដើមពីណាដល់ណាដំបូងចៅត្រូវរកឲ្យបានផែនទីសមុទ្រដែលចុះលេខសម័យសាធារណរដ្ឋគេហៅថាលេខ1972បើចៅរកឃើញផែនទីសមុទ្រហ្នឹងនៅបណ្ណាសារដ្ឋានជាតិក្រុងភ្នំពេញឬនៅបណ្ណាល័យជាតិក្រុងភ្នំពេញបើចៅរកបានអានោះតាបញ្យល់ចៅបានចំណុចបេសកការនៅក្នុងសមុទ្រណាចាណាតាចៅទៅរកផែនទីហ្នឹងមកដាក់នៅមុខចៅទៅតាបញ្យល់ចៅទៅចៅយល់ណារីសុកខ្មែរយើងចង់ឲ្យមានធនធានមនុស្សច្រើនតតែកូនខ្មែររៀនភាសាអង់គ្លេសនិងបារាំងឲ្យចេះច្រើនវាត្រូវរៀនហ្នឹងណាប៉ុន្តែមិនព្រមរៀនណាចេះតែចង់ឲ្យមិនក៏ទៅមួយដែរចៅរាល់ថ្ងៃអូខេ health made simple តើការដែលយុវជនយើងមានចិត្តចង់ចាក់ចេញពីប្រទេសទៅបរទេសវាខុសដែរទេអត់ខុសទេខ្មែរចូលចិត្តសួរតាតែមិនចូលចិត្តអនុវត្តរវល់តែលោកតាបាទចេះតែសួរប៉ុន្តែអត់ធ្វើណាតែក្មេងស្រីនៅសហរដ្ឋអាមេរិកភាគច្រើនពួកគាត់ជ្រើសរើសយកជំនាញអ្វីដើម្បីសិក្សាដែរលោកតា Elizabeth សួរក្មេងស្រីនៅស្រុកអាមេរិកមុខវិជ្ជានៅក្នុងមហានិងសាកលវិទ្យាល័យគឺក្មេងស្រីយកមុខវិជ្ជាច្រើនណាអាចនិយាយថាគ្រប់មុខវិជ្ជាទាំងអស់ក្មេងស្រីតែមានមុខវិជ្ជាខ្លះក្នុងពេលខ្លះក្មេងអូខេណាអូខេអានឹងចឹងណាចឹងវាមាន accounting bookkeeping nursing medical economic business management ណា computer មានច្រើនណាស់ហើយស្រីនៅស្រុកអាមេរិកប្រើប្រាស់គ្រឿងចាក់គឺរាប់មិនអស់ទេណាប្រើប្រាស់គ្រឿងចាក់រាប់មិនអស់ទេអញ្ចឹងអាចនិយាយថាបច្ចុប្បន្ននេះស្អីក៏ស្រីមានធ្វើដែរស្អីក៏ស្រីចូលចិត្តរៀនដែរពីដើមវាមានកិច្ចការមួយចំនួនដែលស្រីអត់រៀនតែឥឡូវស្អីក៏រៀនដែរនៅអាមេរិកអត់ទេកូនតាអត់ជឿលើ non subscription ទេអរគុណណាកូនណាអត់ត្រូវការ non subscription ហ្នឹងទេតាអត់ត្រូវការណាអរគុណឲ្យតាចាំងរវាងសិលធម៌ចំណេះដឹងលោកតាដឹងថាមួយណាសំខាន់ជាងទេវាដើរទន្ទឹមគ្នាមនុស្សដែលរៀនចេះដឹងតើមានសិលធម៌គឺអីឡាយមង្គលទីណាតែពាក្យថាសិលធម៌គឺអ្វីវិន័យណាកូនសិលធម៌គឺជាវិន័យមនុស្សតែអត់មានវិន័យធ្វើម៉េចមិនចេះបើយើងរៀនជាងឈើហើយយើងអត់មានវិន័យក្នុងការវាស់យើងកាត់ឈើអត់ត្រូវទេបើយើងជាជាងអគ្គិសនីបើយើងគ្មានវិន័យផ្នែកក្បួនអគ្គិសនីយើងតអគ្គិសនីគ្រោះថ្នាក់បើយើងជាជាងម៉ាស៊ីនត្រជាក់យើងតម៉ាស៊ីនត្រជាក់ណាបើយើងជាជាងម៉ាស៊ីនត្រជាក់យើងតម៉ាស៊ីនត្រជាក់អត់ត្រូវទេបើយើងអត់ចេះវិន័យខាងផ្នែកហ្នឹងសិលធម៌គឺជាអ្វីចៅកំពុងច្រឡំស្រុកខ្មែរយើងកាលណាគេនិយាយអំពីសិលធម៌គឺគេចង់បានសេចក្តីថាវាជាសុជីវធម៌វាជាសុភាវធម៌តែខ្មែរច្រឡំថានឹងគឺជាសិលធម៌ខ្មែរកំពុងច្រឡំកូនខ្មែរឥឡូវកំពុងច្រឡំអូខេណាកូនខ្មែរច្រឡំដែលប្រើសិលធម៌ហ្នឹងមិនដែលនឹកឃើញថាសិលធម៌ហ្នឹងគឺជាវិន័យទេបារាំងគេថា discipline អង់គ្លេសគេហៅ discipline ហើយបើយើងអត់មាន discipline យើងធ្វើជាងឈើអត់បានទេជាងជួសជុលរថយន្តអត់បានទេអ្នកបើកបរយន្តហោះអត់បានទេសំណង់អត់បានទេធ្វើអីក៏មិនបានដែរបើអត់មាន discipline គឺជាអ្វីគឺជាវិន័យ
ដែលចៅច្រឡំហ្នឹងចៅច្រឡំថាសិលធម៌ដែលចៅនិយាយហ្នឹងវាគឺជាអ្វីដែលចៅចង់គិតហ្នឹងគឺសុជីវធម៌ទេពេលគេជេរគ្នាចៅថាពួកហ្នឹងអត់សិលធម៌ទេមិនមែនទេអត់សុជីវធម៌យីយ៉ានអូខេណាចៅណាអញ្ចឹងរៀនស្អីក៏ដោយបើយើងអត់មាន discipline យើងរៀនមិនចេះទេយើងរៀនមិនចេះទេណាកូនណាអ្នកខ្លះរឿងតខ្លួនសោះគួរសួរខ្លះមិនគួរសួរខ្លះណាហ្នឹងចឹងសួស្ដីទុំណាអត់យល់តើយើងគួររៀនរបៀបណាដើម្បីឲ្យយើងចេះពិតប្រាកដសំណួរហ្នឹងឆ្លើយ10000ដងហើយនៅក្នុង show ថាបើមិនខំទេឥឡូវឈួតមកមើល show តារៀនមិនក៏រៀនតងាប់ទៅវិញក៏មិនចេះដែរវាតោះតែឈប់មកមើល show តាកាន់សុភៅតាឆ្លើយ10000ដងហើយណាតួនាទីរបស់ឈ្មួញកណ្ដាលភិហ៊ុនជាអ្វីភិហ៊ុនស្អីគេតលបញ្ជាក់ប្រាប់ភិហ៊ុនអីបានឆ្លើយទៅចំសួស្ដីអ្នកបាត់ដំបង Computer Science ល្អរៀនឲ្យចប់បរិញ្ញាបត្រជាន់ខ្ពស់ហេងសក្តាចាំពេលចិត្តឡើងប៉ាន់ហោះចាំតាប្រាប់ប៊ុនថេងតើលួងនរោត្តមព្រះអង្គសគត់នៅទីណាសគត់នៅភ្នំពេញឆ្នាំ1904អ្នកសួររឿងនេះខ្ញុំរំលងចោលខ្ញុំអត់ឆ្លើយទេ What is the recommendation between Canada and US No recommendation your choice Elon Musk is globally recognized for his brilliant intelligence and រតនវិសាលនៅក្នុងโลกនេះអ្នកមានក៏ដោយអ្នកក្រក៏ដោយអ្នកនយោបាយក៏ដោយអ្នកបួសក៏ដោយសេដ្ឋីក៏ដោយអ្នកវិទ្យាសាស្ត្រក៏ដោយទស្សនវិទូក៏ដោយតែងមានគេសរសើរហើយនឹងរិះគន់ដូច្នេះ Elon Musk ក៏ដូចគ្នាខ្ញុំអត់ដែលយកចិត្តទុកដាក់នឹងអ្នកនិយាយដូចរតនឯងទេអត់ដែលយកចិត្តទុកដាក់ទេវាជាដើមទុនធនធានរបស់ Elon Musk បើវាមិនចិញ្ចឹមអ្នកស្រុកភូមិវាកំណើតនៅសៅអាហ្វ្រិកាហើយវាចិញ្ចឹមឆ្កែ1លានក្បាលជារឿងរបស់វាមានមហាសេដ្ឋីម្នាក់ខ្ញុំភ្លេចទៅគាត់ជាប្រពន្ធរបស់ថៅកែសន្តាគារដ៏អស្ចារ្យមួយឈ្មោះ Hamsley នៅទីក្រុងញូវយ៉កជាសេដ្ឋីប្រាក់ពាន់លានជាសេដ្ឋីប្រាក់ពាន់លានគេបានចាប់គាត់ដាក់គុកពីបទល្មើសពន្ធដារគេបានលាបពណ៌គាត់ថាគាត់ជាស្រីចិត្តអាក្រក់ណានេះនិយាយនេះនិយាយនេះតែគាត់បីឆ្កែណាគាត់ឈ្មោះLena Hamsley គាត់ជាប្រពន្ធរបស់លោក Harry Hamsley ជាមហាសេដ្ឋីពាន់លានជាថៅកែសន្តាគារល្បីនៅទីក្រុងញូវយ៉កឈ្មោះ Hamsley Hotel គាត់បានជាប់គុកពីបទល្មើសពន្ធគេនិយាយអំពីគាត់គឺជាស្ត្រីអាក្រក់ខ្លាំងណាស់គេចាត់ទុកថាជាបិសាចដ៏អាក្រក់កាលនោះខ្ញុំរស់នៅក្នុងទីក្រុងញូវយ៉កអូខេខ្ញុំរស់នៅក្នុងទីក្រុងញូវយ៉កគាត់ស្លាប់ឆ្នាំ2007ពេលហ្នឹងខ្ញុំមកនៅនេះហើយលោកស្រី Hamsley គាត់ស្លាប់ទៅគេគាត់ចេញពីគុកមកហើយគាត់ជាប់គុកមួយផ្លែតគេនិយាយថាគាត់គឺជាស្រីអាក្រក់ណាស់ជាស្រីបិសាចជាអីតែតាំងពីមុនគាត់ជាប់គុករហូតដល់គាត់ជាប់គុករហូតដល់ចាប់ចេញពីគុកខ្ញុំតែងតែអានពីរឿងគាត់ពីព្រោះកាសែតនៅទីក្រុងញូវយ៉កនឹងលាបពណ៌គាត់ខ្មៅងងឹតហ្មងតែដល់ពេលខ្ញុំអានទៅគាត់អត់មានខុសអីផងណារតនវិសាលគាត់មានខុសអី she was not bad គេយកគាត់ស្ដីឲ្យអ្នកបម្រើអីគេយកគាត់ថាគាត់ជាមនុស្សអាក្រក់ណា
គេចោទគាត់ទៅជាស្រីបិសាចអីសពគុកគេដាក់គុកគាត់ទៅក្រោយមកគាត់ចាញ់ពីគុកមកវិញគាត់ដូចជាប់គុក2 ឆ្នាំគាត់ចាញ់មកវិញគាត់ក៏រស់នៅធម្មតាគេថាគាត់ជាស្រីបិសាចដែលយកទ្រព្យសម្បត្តិពីប្តីគាត់ពេលប្តីគាត់ងាប់គេថាពេលប្តីគាត់មុនងាប់ហ្នឹងគាត់អត់ថែទាំប្តីគាត់រឿងរ៉ាវទាំងអស់ហ្នឹងអត់ពិតទាំងអស់ប៉ុន្តែកាសែតនិយាយអាក្រក់ពីគាត់នៅអាមេរិកដល់ពេលគាត់ស្លាប់ទៅគេចង់ដឹងថាទ្រព្យសម្បត្តិគាត់ធ្វើមិនខ្លះឆ្កែដែលគាត់3ដៃគាត់ទុកឲ្យ$10 លាននៅពេលដែលគាត់ទុក$10 លានឲ្យគេមើលឆ្កែគាត់អ្នកទីក្រុងញូវយ៉កហើយនឹងដតីថាគាត់ជាមនុស្សអាក្រក់ណាអាក្រក់រហូតដល់ពេលងាប់ទៅហើយក៏មិនចាយលុយទៅជួយមនុស្សធម៌ដែរសុកចិត្តទុក$10 លានឲ្យឆ្កែនៅក្នុងខួរក្បាលខ្ញុំគិតថាគាត់ឆ្អែតនឹងមនុស្សដែលនិយាយថាពីគាត់អាក្រក់ដូច្នេះហើយគាត់មិនសល់ទុក$10 លានគាត់ដឹងថាឆ្កែគាត់តែ1 លានក៏ចាយមិនអស់ផងនៅពេលដែលគាត់ស្លាប់បាត់ទៅគេឈ្មោះគាត់ក៏គេបំភ្លេចចោលទៅគាត់ស្លាប់2007តែក៏មានមនុស្សអាមេរិកគេចាត់ទុកថាលោកស្រីហាំស្លីហ្នឹងក៏អត់មានអីអាក្រក់ទេអត់មានអីអាក្រក់ទេអញ្ចឹងរតនវិសាលដែលខំយកមកសួរតានេះ Do you think that Elon Musk នឹងវាអាក្រក់បានជាខំប្រឹងយកអាហ្នឹងមកមានន័យថាចៅឯងនេះ you are not well versed in life yet ដូចខ្ញុំនិយាយអញ្ចឹង Elon Musk មានមូលហេតុដែលមិនផ្ដល់ជំនួយទៅកាន់មនុស្សនៅក្នុងភូមិស្រុកគាត់បានតាក់ទងលោក Donald Trump ឲ្យជួយយកពួកស្បែកសធ្វើជាជនភៀសខ្លួនពី South Africa ត្រូវបានគេរិះគន់ណាគាត់ខំប្រឹងជួយស្រុកគាត់ខ្លះដែរតែហេតុដូចម្ដេចបានគាត់មិនទៅកសាងភូមិឋានគាត់ពីព្រោះគាត់យល់ឃើញផ្សេងចំណែកចៅឯងអត់ដឹងគំនិតគាត់ថាយ៉ាងម៉េចទេហើយលើកយករឿងហ្នឹងមកឲ្យតាឆ្លើយអញ្ចេះណាចៅណារតនវិសាលចៅឯងក្តីតាក្តី Elon Musk ក្តី Bill Gates ក្តី Donald Trump ក្តីស្រេចតែគាត់បើនរណារិះគន់ដោយសារគេមិនជួយអ្នកហ្នឹងទេដែលគិតខុសចង់គេយកលុយទៅបោះចោលទៅហើយលុយគេប្រើខួរក្បាលគេរកមកអូខេគេយកទៅបោះចោលគេយកទៅកាន់ចោលក៏ស្អាតតែគេអ្នកបើសិនជាលុយហ្នឹងគេអត់ទៅប្លន់ធនាគារឬប្រព្រឹត្តអំពើពុករលួយគេចង់យកលុយហ្នឹងទៅធ្វើស្អីក៏ដោយវាជាខួរក្បាលរបស់គេឧទាហរណ៍ដូចជាស្រីបែកខ្មៅម្នាក់នៅអាមេរិកនេះឈ្មោះ Oprah Winfrey គាត់ខ្មៅគាត់មានលុយ$4000 លាននៅពេលដែលគាត់ធ្វើកម្មវិធីនៅ Hawaii កម្មវិធីហ្នឹងមិនមែនលុយគាត់ទេគឺយកចំណេញមកធ្វើជាមួយតួឯកគាត់អាសាច់ដុំម្នាក់នៅពេលដែលគាត់បើកសាលានៅអាមេរិកសាលាហ្នឹងប៉ុនអាចចំមកប៉ុន្តែសម្ដីរបស់គាត់ឃោសនាដូចជាគាត់នឹងស្រឡាញ់ស្បែកពណ៌គ្នាគាត់នឹងខ្លាំងណាស់តែគាត់ដែរជួយអីទេហើយគេស្រឡាញ់លោកស្រី Oprah Winfrey នឹងគេស្រឡាញ់ណាថាគាត់ជាមនុស្សល្អតាមគាត់ពិតគាត់មានបានជួយអីគាត់មានជួយអីផងខ្ញុំអត់រិះគន់គាត់ទេណាហើយគាត់នឹងសម្ដីហាមាត់ឡើងគឺប៉ះជាមួយស្បែកសរហូតណារតនវិសាលក៏ប៉ុន្តែដឹងប្រាក់$4000 លានដែលលោកស្រីនឹងគាត់មានអ្នកណាដែលរកឲ្យគាត់ទេគឺជនជាតិ Jewish 4 នាក់ដែលជា financial advisor ហើយនឹង manager លុយគាត់ស្បែកខ្មៅគាត់និយាយស្អីក៏ដោយ very sensitive ជាមួយស្បែកសប៉ុន្តែ financial service គាត់ provided ដោយ Jewish ស្បែកឲ្យសស្គូគាត់មិនដែលនិយាយទេនៅក្នុងកម្មវិធី show គាត់ប៉ះទៅជាមួយស្បែកសតែរហូតហើយគាត់ល្បីណាស់ she's very famous people like her I like her too រតនវិសាលចៅអត់សូវយល់ទេរឿងហ្នឹងអញ្ចឹងតាប្រាប់ណាលោកកូបាម៉ានិងប្រពន្ធរបស់គាត់ណាក៏អត់លោកកូបាម៉ាក៏អត់បានជួយប្អូនគាត់បានជួយស្រុកកណ្ដាលគាត់បានជួយទេហើយនៅក្នុងចំណោមបែកខ្មែរក៏អត់បានជួយដែរប្រពន្ធគាត់ក៏អត់បានជួយដែរប៉ុន្តែគេស្រឡាញ់គាត់ they love him he's very famous ព្រោះមិនអត់មានណារិះគន់ពីព្រោះ they can criticize Elon Musk ឬក៏ criticize Bill Gates ឬក៏ criticize Warren Buffett ពីព្រោះពួកហ្នឹងវាសតែគេអត់ criticize អ្នកដែលមិនមែនសទេពីព្រោះវា sensitive ពេកអាហ្នឹងមួយណា you know ចឹងរតនវិសាលឯងអាននឹងស្រូបយកព័ត៌មានឲ្យច្រើនដូចតា you don't have that question ដូចជាមានបរិបទជនជាតិស្បែកខ្មៅម្នាក់ជា talk show comedian or something គាត់នឹងដូចជាឈ្មោះ Bill Cosby ចឹងហ្នឹងអញ្ចឹងហើយដូចជាគាត់ឈ្មោះគាត់ស្លាប់ហើយគាត់យ៉ាងណាទេណាគាត់ជាតារាហើយជាតួកំ pl ែងនេះគាត់ឈ្មោះ Cosby គាត់
ជនជាតិស្បែកខ្មៅណាមកជីវិតគាត់មកជីវិតរបស់គាត់ណាគាត់បរិច្ចាគឲ្យសាលារៀនស្បែកខ្មៅរាប់រយលានចុងក្រោយគាត់ក៏ចូលនិវត្តន៍ទៅគេប្តឹងគាត់រឿងផ្លូវភេទងាកឆ្វេងគេប្តឹងគាត់គេយកលុយគាត់ងាកស្ដាំប្តឹងគាត់យកលុយគាត់ថាគេប្តឹងគាត់គេយកលុយគាត់គេប្តឹងគាត់គេយកលុយគាត់គ្រប់ពេលណាគេប្តឹងគាត់គេយកលុយគាត់គេប្តឹងគាត់គេយកលុយគាត់អត់ទាន់ស្លាប់ទេគាត់អាយុ88ឆ្នាំគេប្តឹងគាត់នៅសល់តែខោទេគាត់ចំណាយរាប់រយលានដុល្លារធ្វើកុសលនឹងមនុស្សធម៌ជាពិសេសឧបត្ថម្ភសាលាស្បែកខ្មៅព្រះវិហារអីអូយគាត់ជួយណាស់តើគ្នាគាត់សង្គមគាត់មានឲ្យតម្លៃគាត់ទេអត់ទេពេលដែលគាត់រងការចោទប្រកាន់ហើយការចោទប្រកាន់ផ្លូវភេទនឹងទៀតគេចោទប្តឹងគាត់យកលុយគេប្តឹងគាត់យកលុយគេប្តឹងយកលុយគាត់អស់ពីខ្លួនណារតនកុសលគ្មានអ្នកណាមួយទៅជឿឆ្អាងគាត់ទេពួកសចាត់ទុកថាគាត់ជាអ្នកឆោតគាត់ជួយណាស់តាខុសឌីនេះ he's a comedian I like him ណាហើយអ្នកដែលប្តឹងគាត់រឿងផ្លូវភេទហ្នឹងវាចំយកសម័យដែលគេប្តឹងយកលុយដល់អស់ពីខ្លួនអញ្ចឹងចៅឯងអានឲ្យច្រើនដូចតាបានចៅឯងយល់ពីជីវិតមនុស្សតាធ្វើ show ណាប្លែកពីគេពីព្រោះអ្វីដែលតាធ្វើ show គឺតានិយាយអំពីពិសោធន៍ដែលតាប្រមូលយកបានមកប្រាប់អូខេអញ្ចឹងត្រឡប់ទៅ Elon Musk វិញស្រេចទៅវាមិនជួយស្រុកវាចង់ជួយឆ្កែ100លានក្បាលក៏ស្រេចទៅវាអត់មានធ្វើអីអាក្រក់ទេលើកលែងតែវាធ្វើចោលបើថាវាអត់មានធ្វើអីអាក្រក់ទេវាជាមនុស្សដែលស្រេចនឹងចិត្តវាគ្មានសង្គមឯណាមកទៀមទាយកលុយយកកាក់គេទេស្រេចតែគេអាហ្នឹងអញ្ចឹងកូនវិលមកជួបគ្នាជាថ្មី5ទៅ10នាទីទៀតជំរាបលាហ្នឹងនិយាយប្រាប់ចៅឲ្យយល់